បាទប្រិមិត្តជាទីមេត្រីបាទស្វាគមន៍មកកាន់ការផ្សាយនៅក្នុង Channel YouTube របស់ខ្ញុំបាទផៃផាណាជាបន្តទៅទៀតយើងមកចាប់អារម្មណ៍ព័ត៌មានធំប្រចាំថ្ងៃទី9ខែមីនាឆ្នាំ2026នេះទាំងអស់គ្នាជុំវិញការតែងតាំងមេដឹកនាំកម្ពុជាថ្មីរបស់ប្រទេសអ៊ីរ៉ង់គ្មាននរណាក្រៅពីកូនប្រុសទី2របស់លោកខែមីនីទេគឺបរោះឈ្មោះមូតាបាអាយុ56ឆ្នាំត្រូវបានក្រុមប្រឹក្សាភិបាលនៃរបបទីក្រុងតេរ៉ង់បានបោះឆ្នោតតាមប្រព័ន្ធអនឡាញជ្រើសរើសនៅក្នុងសមាជិកសរុប88នាក់ហើយមានសម្លេងគាំទ្រចំនួន59សម្លេងបរិះ56ឆ្នាំរូបនេះត្រូវបានជ្រើសរើសនៅប្រមាណម៉ោងមុននេះតែប៉ុណ្ណោះបាទនៅពេលដែលប្រទេសអ៊ីរ៉ង់កំពុងតែធ្វើសង្គ្រាមយ៉ាងខ្លាំងតដៃប្រយុទ្ធជាមួយនឹងមហាអំណាចសហរដ្ឋអាមេរិកបានរួមគ្នាជាមួយនឹងប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារកាលពី10ថ្ងៃមុនផ្ដាច់យកមេដឹកនាំកម្ពុជារបស់ពួកគេគឺលោកអាយ៉ាតូឡាអាលីខាមីនីយើងមកចាប់អារម្មណ៍ជុំវិញការតែងតាំងដ៏ចម្រូងចម្រាសនេះបន្តិចបាទមានការឆ្លើយតបនឹងលើកឡើងក្នុងពេលដំណើរគ្នានេះផងដែរដោយសហរដ្ឋអាមេរិកបានប្រកាសថាមេដឹកនាំណាដែលរើសដោយប្រទេសអ៊ីរ៉ង់មិនមានការគ្រប់គ្រងឬក៏មិនមានការដឹងឮដោយសហរដ្ឋអាមេរិកនោះនឹងមិនអាចកាន់តំណែងបានយូរទេទោះបីជាមានការតែងតាំងក៏ដោយក្តីនេះគឺជាពាក្យមួយបានប្រមានទៅកាន់របបបាទទីក្រុងតេរ៉ង់ឬក៏ណូណាដែលជាឡើងមកកាន់តំណែងថ្មីបន្ទាប់ពីលោកខេមីនីទោះយ៉ាងណាក៏ដោយគឺយើងអាចតាមដានយ៉ាងដឹងនិងយកចិត្តទុកដាក់ហើយអាចដឹងដោយបឋមផងដែរនៅពេលដែលកូនប្រុសបង្កើតរបស់លោកខេមីនីត្រូវបានតែងតាំងមានន័យថារបបទីក្រុងតេរ៉ង់បច្ចុប្បន្ននេះមិនចុះញោមមិនខ្លាចឬក៏តន់ចុះចាញ់សហរដ្ឋអាមេរិកនោះទេទោះបីជាកន្លងទៅប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់បានប្រកាសសុំទោសនៅបណ្ដាប្រទេសនៅក្នុងតំបន់អារ៉ាប់ជុំវិញការបាញ់គ្រាប់មីស៊ីលទៅកាន់មូលដ្ឋានទ័ពរបស់អាមេរិកក៏ដោយក្តីតែការជ្រើសរើសមេដឹកនាំថ្មីដែលជាកូនបង្កើតរបស់លោកខេមីនីនេះគឺជាសារមួយបញ្ជាក់ថាទីក្រុងតេរ៉ង់មិនទាន់មានគេហៅថាចេតនាចង់បញ្ចប់សង្គ្រាមនេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបាននោះទេពួកគេនៅតែមានចេតនាតដៃជាមួយនឹងអាមេរិកដដែលយើងដឹងហើយថារយៈពេលប្រមាណ74ទសវត្សរ៍មកកន្លងមកនេះបានន័យថាមរតកយុទ្ធឧបករណ៍របស់លោកខេមីនីមានមិនតិចទេបើគ្រាប់មីស៊ីលវិញគឺទីតាំងឬក៏រោងចក្រផលិតគ្រាប់មីស៊ីលទាំងរយៈចម្ងាយខ្លីនិងរយៈមធ្យមមានដល់ទៅរាប់ពាន់ទីតាំងនៅទូទាំងប្រទេសអ៊ីរ៉ង់ដែលជាទីតាំងមួយអំណោយផលក្នុងការពារសត្រូវវាយចូលតាមរយៈផ្លូវគោកពីព្រោះថាផែនទីភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់គឺព័ទ្ធជុំវិញទៅដោយភ្នំបាទគឺមានស្ថានភាពស្មុគស្មាញខ្លាំងហើយការវាយប្រហារកន្លងទៅក៏អាមេរិកនិងអ៊ីស្រាអែលបើការវាយប្រហារតាមរយៈអាកាសតែប៉ុណ្ណោះដែលអាចផ្ដាច់យកអាយុជីវិតរបស់លោកខេមីនីបានដូច្នេះជឿជាក់ថាសង្គ្រាមនេះមិនទាន់មានសញ្ញានៅក្នុងការបញ្ចប់បានដោយស្រួលនោះទេបាទមរតកទ្រព្យសម្បត្តិសពាវុធយុទ្ធឧបករណ៍ឬក៏មេដឹកនាំក្រាក់នៅជាមួយលោកខេមីនីប្រមាណ4ទសវត្សរ៍មកនេះពួកគេនៅមានគេហៅថាឥទ្ធិពលនៅមានអំណាចនៅមានទ្រព្យផងដែរដើម្បីនឹងឆ្លើយតបជាមួយនឹងអាមេរិកនៅក្នុងទីក្រុងតេអ៊ីរ៉ង់យើងមិនអាចប៉ាន់ស្មានសង្គ្រាមនេះចប់ក្នុងរយៈពេលដ៏ខ្លីបាននោះទេប្រិមិត្តទោះបីជាថ្ងៃដំបូងដែលលោកត្រាំបានប្រកាសថាសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់អាចចាយពេលប្រមាណជា4សប្តាហ៍ឬក៏1ខែដើម្បីនឹងធ្វើសង្គ្រាមទៅផ្ដាច់ឬគល់មេដឹកនាំសំខាន់របស់លោកខេមីនីពីព្រោះថានៅក្នុងទីក្រុងតេរ៉ង់នេះមានអ្នកស្មោះស្ម័គ្រជាមួយនឹងលោកខេមីនីនិងរបបរបស់លោកគឺមិនតិចនោះទេដូច្នេះជឿជាក់ថាប្រសាសន៍របស់លោកដូណាល់ត្រាំអះអាងថាសង្គ្រាមរយៈពេលខ្លីពិភពលោកទំនងជាពិបាកជឿតើប្រិមិត្តជឿដែរឬទេបាទបើទស្សនៈរបស់ខ្ញុំបាទខ្ញុំគិតថាมันអាចបញ្ចប់ក្នុងរយៈពេលខ្លីបានទេត្រូវការយូរអង្វែងស្របពេលជាមួយនឹងការតែងតាំងមេដឹកនាំថ្មីដែលជាកូនប្រុសបង្កើតទី2របស់លោកខេមីនីនេះដែរក៏លោកដូណាល់ត្រាំបានចេញមកបាទប្រកាស
នៅមុននេះបន្តិចផងដែរឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ថ្មីនេះលោក Donald Trump ថាមិនទទួលស្គាល់ទេហើយមេដឹកនាំណាដែលតែងតាំងដោយមិនមានការអនុញ្ញាតឬក៏យល់ព្រមពីសហរដ្ឋអាមេរិកនោះមិនអាចកាន់តំណែងនៅក្នុងប្រទេសអ៊ីរ៉ង់បានយូរនោះទេហើយលោក Donald Trump បានបញ្ជាក់ផងដែរថាលោកចង់ចូលរួមជ្រើសរើសមេដឹកនាំថ្មីមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រជាជនអ៊ីរ៉ង់ផងដែរលោកចង់ជ្រើសរើសមេដឹកនាំថ្មីណាដែលអាចធ្វើជាមិត្តជាមួយនឹងសហរដ្ឋអាមេរិកបានហើយដឹកនាំប្រទេសអ៊ីរ៉ង់នៅក្នុងរបបមួយថ្មីដែលគោរពសិទ្ធិមនុស្សដែលលើកដំកើងសិទ្ធិមនុស្សនិងមិនមានការគៀបសង្កត់ទៅលើស្ត្រីភេទដូចនៅក្នុងរបបលោកខេមីនីកន្លងទៅនោះទេជាពិសេសការប្រកាន់យកនៅគម្ពីរច្បាប់បាទគឺសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតជ្រុលនិយមខ្លាំងក៏ជាប្រធានបទក្តៅមួយដែរស្របពេលដែលអាមេរិកតែងតែប្រមាននោះបាទទោះយ៉ាងណាក៏ដោយសង្គ្រាមនេះមានហេតុផលជាច្រើនដែលអ្នកវិភាគជាច្រើនអ្នកសារព័ត៌មានជាច្រើនបានលើកយកពីជ្រុងថាតើមូលហេតុអ្វីបានអាមេរិកវាយអ៊ីរ៉ង់នៅពេលនេះខ្ញុំបាទក៏មានហេតុផលមួយចំនួនដែរនៅវីដេអូមុននោះគឺទី1គឺអាមេរិកដឹងហើយថាអ៊ីរ៉ង់នេះគឺជាសត្រូវសួរពូជមកហើយកន្លងមកអ៊ីរ៉ង់នេះតែងតែប្រកាសអាមេរិកនេះគឺជាសត្រូវស៊ីសាច់ហត់ឈាមដោយនឹងអ៊ីស្រាអែលនៅឯមជ្ឈមបូព៌ាផងដែរហើយពួកគេមានក្តីសុបិនមួយលក់ប្រេងរាប់សិបឆ្នាំកន្លងមកនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរដើម្បីនឹងកំទេចសហរដ្ឋអាមេរិកបាទគឺឲ្យរលាយទៅជាផេះទៀតផងពាក្យសម្ដីនេះបានធ្វើឲ្យមេដឹកនាំគ្រប់អាណត្តិគ្រប់ចំនួនរបស់សហរដ្ឋអាមេរិកតែងតែមានការប្រុងប្រយ័ត្នជាមួយនឹងអេរយាប័តរបស់អ៊ីរ៉ង់កន្លងមកហើយរឿងនេះគឺជារឿងមួយហើយរឿងទី2ទៀតសោតគឺតកតងជាមួយនឹងនៅក្នុងតំបន់មជ្ឈមបូព៌ាគឺជាទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់ផងដែរអាមេរិកត្រូវតែផ្ដាច់ឫសគល់អ៊ីរ៉ង់គឺជាអ្នកចិញ្ចឹមបីបាច់នៅក្រមឧទាមជាច្រើនដែលខ្ញុំបានចេញវីដេអូមុននោះអ៊ីរ៉ង់ក្រោមការដឹកនាំលោកខេមីនីអ្នកសារព័ត៌មានផ្សេងរកឃើញជាង10ក្រុមឯណោះតែខ្ញុំបានបង្ហាញក្រុមធំចំនួន3ឲ្យបងប្អូនងាយយល់ងាយតាមដាននៅក្នុងតំបន់មជ្ឈមបូព៌ាហ្នឹងនៅសង្គ្រាមនៅកាហ្សាហ្នឹងគឺចប់តែបានដោយសារតែក្រុមហាម៉ាស់ប៉ាឡេស្ទីនហ្នឹងត្រូវបានផ្ដាច់ជំនួយហេដ្ឋារចនាសម្ព័ន្ធដោយទីក្រុងតេហរ៉ង់អាមេរិកនិងអ៊ីស្រាអែលគឺវាយសន្ធប់ខ្លាំងមែនទែនទម្រាំនឹងបញ្ចប់សង្គ្រាមនៅកាហ្សាបានយើងនិយាយថាចប់សិនចុះហើយនឹងក្រុមមួយដ៏ធំគឺចេញពីរបបទីក្រុងតេហរ៉ង់អ្នកផ្ដល់បាយផ្ដល់ទឹកហ្នឹងហើយក្រុមឧទាមបាទគេថា Hezbollah ក៏នៅក្នុងប្រទេសលីបង់កំពុងតែវាយប្រហារតាមរយៈអាកាសចូលទៅក្នុងអ៊ីស្រាអែលផងដែរប្រកាសលាងបើកចំហក្រុមនេះគឺត្រូវតែចេញមកពេលហ្នឹងឯងដោយសារមេដឹកនាំកម្ពុជារបស់ពួកគេនៅឯទីក្រុងតេហរ៉ង់នោះបានសម្លាប់ជាបន្តបន្ទាប់ដូច្នេះពួកគេដែលក្រោមការចិញ្ចឹមបីបាច់កន្លងមកត្រូវតែបើកការវាយប្រហារនៅពេលនេះគឺមិនមានអីចម្លែកទេហើយក្រុមដ៏ធំមួយទៀតគឺក្រុមឧទាមហ៊ូទីនៅឯប្រទេសយេម៉ែនក៏តែងតែផ្ដល់ទុកផ្ដល់ភ័យនៅក្នុងតំបន់មជ្ឈមបូព៌ាជាពិសេសបង្កើតបញ្ហាជាច្រើនហើយជាពិសេសយាយីទៅដល់ប្រទេសអ៊ីស្រាអែលដែលជាសំណប់ចិត្តរបស់សហរដ្ឋអាមេរិកគ្រប់ប្រធានាធិបតីគ្រប់អាណត្តិផងដែរនេះគឺជាហេតុផលដែលខ្ញុំបានលើកឡើងកន្លងទៅយ៉ាងណាក៏ដោយចប់សង្គ្រាមលោកលើកទី2អាមេរិកគឺជាបងធំអញ្ចឹងទស្សនៈអ្នកខ្លះលើកឡើងថាអាមេរិកកំពុងតែធ្វើឲ្យពិភពលោកបាត់បង់សណ្ដាប់ធ្នាប់ប៉ុន្តែយើងគួរតែគិតថាអាមេរិកកំពុងតែរៀបចំសណ្ដាប់ធ្នាប់ពិភពលោកឲ្យមានរបៀបឡើងវិញពីព្រោះថាក្រមរបបកុម្មុយនីសផ្ដាច់ការពួកគេមិនបានខ្វល់ខ្វាយយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្សនោះទេពួកគេមានភោគទ្រព្យពីប្រទេសជាតិកំណើតរបស់ពួកគេប៉ុន្តែពួកគេមិនបានផ្ដល់ប្រយោជន៍ហ្នឹងទៅដល់ប្រជាជនដ៏ច្រើនអ្នកដែលឲ្យរងសុខជាមួយពួកគេបានពួកគេចិញ្ចឹមតែសពាវុធដើម្បីនឹងការពារអំណាចក្រោមរូបភាពការពារសន្តិភាពនោះទេនេះគឺជាប្រសាសន៍របស់លោកខេមីនីផងដែរថាការកសាងអាវុធកសាងនុយក្លេអ៊ែរផ្សេងកន្លងមកហ្នឹងគឺដើម្បីការពារសន្តិភាពតែប៉ុណ្ណោះស្របពេលដែលប្រជាជនរាប់ម៉ឺនសែននាក់រស់រងនៅទុក្ខវេទនានៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនេះគឺជាហេតុផលសំខាន់ផងដែរដែលយើងចង់បញ្ជាក់ថាយើងអត់នៅខាងអាមេរិកក៏មិននៅខាងអ៊ីរ៉ង់គ្រាន់តែចង់បញ្ជាក់ថាអាមេរិកគេគឺជាអ្នកឈ្នះសង្គ្រាមលោកលើកទី2គេគឺជាអ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោកប្រមាណជា75ឆ្នាំកន្លងមកដូច្នេះគេចង់ឲ្យពិភពលោកដើរទៅតាមរបបមួយគឺសេរីបានន័យថាយុត្តិធម៌គោរពសិទ្ធិមនុស្ស
គោរពច្បាប់អន្តរជាតិហើយមេដឹកនាំត្រូវតែស្ដាប់សម្លេងរបស់ប្រជាជនអាមេរិកគេធ្វើគំរូបានមកច្រើនឆ្នាំមកហើយទោះបីត្រាំនេះកាចសាហាវដែលគេនិយាយថាគឺអ្នកស្រឡាញ់សង្គ្រាមក៏ដោយប៉ុន្តែបាទត្រាំកាន់អំណាចបានតែពីអាណត្តិតែប៉ុណ្ណោះដូច្នេះទោះបីជាគេរិះគន់យ៉ាងណាក៏ដោយក៏អាមេរិកគេមានប្រជាជនគេស្នេហាយុត្តិធម៌ប្រជាធិបតេយ្យផងដែរប្រសិនបើត្រាំហួសហេតុពេកក៏ត្រាំមិនអាចកាន់អំណាចរហូតបាននោះដែរផ្ទុយពីមេដឹកនាំប្រទេសកុម្មុយនីសដាច់ការពួកគេតែងតែបើគេថាបង្កើតរឿងរ៉ាវជាច្រើនជាពិសេសបើន័យថាបង្កើតគ្នាឲ្យគ្រប់គ្រងខ្លួនហើយកែប្រែច្បាប់របស់រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ប្រទេសអាចធ្វើយ៉ាងណាឲ្យពួកគេកាន់អំណាចបានកាន់តែយូរនិងបន្តទៅឲ្យកូនចៅពួកគេចំនួនក្រោយទៀតផងនេះគឺជាព័ត៌មានធំបែបប្រចាំថ្ងៃទី9ខែមីនាឆ្នាំ2026នេះបាទយើងតាមដាននៅការវិវត្តថ្មីនៅរឿងរ៉ាវជ្រុងសំខាន់ដែលកើតមានឡើងនៅតំបន់មជ្ឈមបូព៌ាតទៅទៀតបាទ